លំដាប់តទៅនេះខ្ញុំបាទភេរ៉ាសូមជូនព័ត៌មានរបស់ស្ថានីយ៍វិទ្យុជាតិឆ្នេរកែបសូមជូនមេតិកាព័ត៌មានមន្ត្រីពាក់ព័ន្ធខេត្តកែបណែនាំដល់ប្រជាពលរដ្ឋមុនពេលសម្រាប់ចិត្តធ្វើចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសត្រូវស្វែងរកព័ត៌មានឲ្យច្បាស់លាស់កុំឲ្យចាញ់បោកមេខ្យល់លោកដូណាល់ត្រាំបានបង្ហាញគំនិតសុតិធិនិយមលើសំណើបទឈប់បាញ់រយៈពេល30ថ្ងៃរវាងរុស្ស៊ីនិងអ៊ុយក្រែនសូមជូនព័ត៌មានពិស្ដាមន្ត្រីនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអាជ្ញាធរក្រុងកែបរួមគ្នាផ្សព្វផ្សាយចំណេះដឹងស្ដីពីការធ្វើចំណាក់ស្រុកប្រកបដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងមន្ត្រីពាក់ព័ន្ធខណៈដែលកន្លងមកនេះធ្លាប់មានប្រជាពលរដ្ឋចាញ់បោកមេខ្យល់ឬថៅកែធ្វើចំណាក់ស្រុកខុសច្បាប់ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការធ្វើទេសចរណ៍ប្រវេសការងារប្រកបដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃទី13ខែមីនាឆ្នាំ2025នៅសាលាក្រុងកែបលោកស្រីសាមមប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែបបានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការធ្វើចំណាក់ស្រុកការងារធ្វើប្រកបដោយសុវត្ថិភាពនិងស្របច្បាប់ដូចជាការរកទីផ្សារការងារនិងផ្ដល់ការងារជូនប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅបរទេសដោយស្របច្បាប់និងរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋលោកបានបញ្ជាក់ថាទិន្នន័យចំណាក់ស្រុកក្នុងនិងក្រៅប្រទេសទូទាំងខេត្តកែបមានចំនួន1890នាក់ដោយឡែកនៅក្រុងកែបពលរដ្ឋចំណាក់ស្រុកក្នុងនិងក្រៅប្រទេសមានចំនួន503នាក់ក្នុងនោះចំណាក់ស្រុកក្នុងប្រទេសមានចំនួន419នាក់និងចំណាក់ស្រុកក្រៅប្រទេសមានចំនួន84នាក់ក្នុងនោះដែរលោកប្រធានមន្ទីរក៏បានលើកនៅមេតិកាចំនួន5ក្នុងខ្លឹមសារផ្សព្វផ្សាយជាមេរៀនដូចជា 1. អំពីខ្លឹមសារអនុក្រឹត្យលេខ190 2. នីតិវិធីបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន 3. នីតិវិធីបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន 4. នីតិវិធីបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃនិងទី5នីតិវិធីស្វែងរកការគ្រប់គ្រងនិងជំនួយនៃប្រទេសទទួលពលករលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានបង្ហាញគំនិតសុតិធិនិយមដោយបាននិយាយថាក្រុមមន្ត្រីអាមេរិកដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនលើសំណើបទឈប់បាញ់រយៈពេល30ថ្ងៃដែលអាចនឹងសម្រេចបាននៅបទឈប់បាញ់មួយសម្រាប់សង្គ្រាមអ៊ុយក្រែននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកត្រាំបានបន្តថាបច្ចុប្បន្នគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់រុស្ស៊ីបន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមទទួលយកបទឈប់បាញ់កំឡុងកិច្ចប្រជុំជាង8ម៉ោងរវាងក្រុមមន្ត្រីអាមេរិកនិងអ៊ុយក្រែនក្នុងប្រទេសអារ៉ាប៊ីសាអូឌីតលោកត្រាំបានបន្ថែមទៀតថាខ្ញុំសង្ឃឹមថាយើងអាចទទួលបានការយល់ព្រមលើបទឈប់បាញ់ពីរុស្ស៊ីខ្ញុំបានទទួលសារវិជ្ជមានមួយចំនួនគួរបញ្ជាក់ថាកាលពីថ្ងៃពុធវិមានក្រមឡាំងបាននិយាយថាខ្លួនកំពុងរងចាំព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោនអំពីសំណើបទឈប់បាញ់នៅអ៊ុយក្រែនគណៈមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយថាកិច្ចប្រជុំព្រមព្រៀងមួយត្រូវតែគិតគូរពីភាពរីកចម្រើននិងដោះស្រាយក្តីកង្វល់របស់រុស្ស៊ី